អូយបានហើយយើងឈឺណាស់អូយសម្រាប់យើងតែម្ដងទៅយើងមិនចង់រស់ទេអូយចង់ស្លាប់អញ្ចឹងហ៎ដូចជាងាយស្រួលពេកហើយយើងធ្វើបាបអញប៉ុណ្ណេះមិនធន់នឹងទង្វើដែលឯងធ្វើចំពោះយើងទេយើងឈឺចាប់ទាំងកាយទាំងចិត្តដូច្នេះឯងក៏មកពួតអង្វរយើងអីស្រីចង្រៃស្រីថោកទាបស្រីមាយាទឆ្កែនាងឯងមាននគរទាំងមូលសោយសុខហើយនៅមិនចង់បានទៀតនាងឯងសំតែងាប់ឲ្យបាត់ពីផែនដីនេះទេព្រោះនាងឯងបំផ្លាញនគរយើងធ្វើបាបប្រជារាស្ត្រយើងឲ្យរងទុក្ខវេទនាคล้ายទៅជាត្រីនៅក្នុងបឹងត្រពាំងនោះដូច្នេះយើងសូមដាក់បណ្ដាសាឯងឲ្យឯងស្លាប់ទាន់ហន់កុំខានឡើយទោះជាឯងជាយើងប៉ុណ្ណាដាក់បណ្ដាសាយើងបែបណាក៏យើងមិនខ្វល់ដែរព្រោះពេលនេះមានតែយើងទេដែលដាក់ទរណកម្មឯងបន្តទៀតអូយស្លាប់ទៅឈឺណាស់អូយបានហើយឈឺណាស់អូយស្ដេចជំទង់ក្មេងខំប្រឹងអង្វរយ៉ាងណាក៏ស្រីកាលកណីនោះមិនអើពើដែរគិតតែវាយរហូតដល់គ្រប់100រំពាត់ទើបវាឈប់ហើយត្រឡប់ទៅដេកអោបយំទួញសោកខ្សឹកខ្សួលប្រសហាយវាវិញបងសម្លាញ់ពេលនេះអូនបានដាក់ទោសវារួចហើយអូនវាយវា100រំពាត់ប៉ុណ្ណេះតិចណាស់មិនស្មើនឹងការឈឺចាប់របស់អូនទេព្រោះវាសាហាវខកខៅប៉ុនពេកដែលធ្វើឲ្យបងរងទុក្ខវេទនាបែបនេះអោម្ចាស់ជីវិតអូនអើយមិនដេចក៏បងនៅតែស្ងំស្ងៀមបែបនេះឬមួយបងអស់ក្តីស្រឡាញ់ពីប្អូនហើយតែប្អូននៅតែស្រឡាញ់បងគ្មានថ្ងៃប្រែឡើយក្រោកឡើងបណ្ដោលចិត្តអូនឆ្លើយនឹងអូនមួយម៉ាត់មកណាបងដឹងទេថាអូនរាល់ថ្ងៃនេះអូននឹកបងខ្លាំងណាស់ស្ទើរតែប្រេះបែកដើមទ្រូងស្លាប់ទៅហើយបងសម្លាញ់ហងអញពិតជានឹកអញមែនណាបើនឹកអញមែនមិនធ្វើដូច្នេះឡើយប្តីសម្លាញ់បងដឹងខ្លួនហើយឯងព្រះអើយព្រះជាម្ចាស់ជួយអូនហើយនេះបងដឹងខ្លួនតាំងពីថ្មណាមិនក៏បងមិនឆាប់និយាយមករកអូនហាឲ្យអញនិយាយជាមួយហងឯងមិននឹងកើតបើស្រឡាញ់តែមាត់នឹងម្ចាស់បេះដូងអូនមិនក៏បងពោលពាក្យបែបនេះអូនតស៊ូនៅមើលថែបងនៅក្នុងប្រាសាទទឹកភ្នែកនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយអូនមិនដែលមានចិត្តវិវេពីបងទេចាំមកដេចក៏ពេលនេះបងមកនិយាយដាក់អូនដូច្នេះកុហកកុំមកបោកអញបើស្រឡាញ់អញមែនមិនមែនឲ្យព្រះដាក់ទោសអញទេអញខំបបព្រះជាម្ចាស់ទម្រាំតែព្រះអង្គលើកលែងទោសឲ្យអញព្រោះនាងឯងទៅវាយធ្វើបាបស្ដេចនោះឲ្យវាស្រែកយំខ្លាំងរំខានអញនឹងលឺដល់ព្រះជាម្ចាស់ទើបព្រះអង្គដាក់ទោសមិនឲ្យអញដឹងខ្លួននិយាយស្ដីកើតនាងឯងធ្វើបែបនេះព្រោះចង់ឲ្យអញដេកនៅទីនេះរហូតដើម្បីទៅរកសហាយថ្មីទៀតមែនទេខ្ញុំមិនបានគិតដូច្នេះទេមូលហេតុដែលខ្ញុំដាក់ទោសអាស្ដេចនោះដោយវាយវា100រំពាត់រាល់ថ្ងៃព្រោះអូនមានការឈឺចាប់ដោយសារតែវាធ្វើឲ្យបងដេកនៅលើគ្រែនេះអស់រយៈពេលជាច្រើនឆ្នាំនេះខ្ញុំមិនបានដឹងថាធ្វើបែបនេះបានដឹងដល់ព្រះជាម្ចាស់បានដល់ឲ្យទ្រង់ខ្ញាល់ដាក់ទោសបងវិញទេតែបងក៏មិនរំអីវាមិនមែនជាការលំបាកឡើយសម្រាប់ខ្ញុំឲ្យតែព្រះជាម្ចាស់លើកលែងទោសឲ្យបងខ្ញុំនឹងទៅស្រ័យមន្តអាគមដោះលែងស្ដេចជំទង់នោះភ្លាមល្អបើអូនធ្វើបែបនេះបងនឹងបានរួចទោសហើយព្រះជាម្ចាស់នឹងដោះលែងបងឲ្យមានសេរីភាពបាននៅរួមរស់ជាមួយអូនដោយកាលគ្រាមុនមិនខានចាមិនអីទេខ្ញុំនឹងទៅធ្វើការនេះឲ្យបានឆាប់បំផុតបងរងចាំអូនមកផ្លែតណានិយាយចប់ភ្លាមស្រីកាកណីនោះបានស្ទុះរត់ចេញសម្ដៅទៅកាន់រាជដំណាក់ហើយយកទឹកមួយផ្តិលមកសូត្រផ្លុំបញ្ចេញផ្សែងហុយត្រលូមរួចនិយាយថាបើព្រះជាម្ចាស់បង្កើតលោកមកហើយមានសភាពដូចនេះឬព្រះជាម្ចាស់ទ្រង់ខ្ញាល់នឹងឯងសូមឲ្យឯងនៅក្នុងសភាពបែបនេះដដែលចុះតែបើឯងកើតមកបែបនេះដោយសារមុនរបស់អញសូមឲ្យឯងខ្លាយទៅជាសភាពដើមវិញកុំខានឡើយអូភៀងហើយខ្ញុំខ្លាចជាមនុស្សធម្មតាវិញហើយកុំសប្បាយត្រេកអរពេកបើមិនចង់ឲ្យយើងដូរចិត្តទេឆាប់ថយចេញពីទីនេះភ្លាមទៅហើយកុំត្រឡប់មកវិញឲ្យយើងឃើញមុខឯងឲ្យសោះបើមិនអញ្ចឹងទេអញមិនទុកជីវិតឲ្យឯងឡើយ
យើងមិនចង់ជំពាក់កម្មពៀននឹងនាងទៀតទេសូមនាងនៅទីនេះឲ្យបានសប្បាយចុះ ម្ចាស់សំណប់ចិត្តអូនពេលនេះអូនធ្វើការបានសម្រេចហើយយើងនឹងសាងសុភមង្គលជាមួយគ្នាចាប់ពីពេលនេះទៅមិនឲ្យអ្នកណាមករំខានក្តីសុខរបស់យើងទៀតទេ ប្រពន្ធសម្លាញ់អូនត្រឡប់មកវិញហើយអូនត្រឡប់មកវិញហើយនៅសុកមិនកបងយំមានរឿងអីទៅឬមួយមានអ្នកណាមកធ្វើបាបបងប្រាប់អូនភ្លាមមកអូននឹងទៅសម្លាប់វាចោលភ្លាម ទេគ្មានអ្នកណាមកធ្វើបាបបងទេប្រពន្ធសម្លាញ់តែបងនឹកឡើងគឺមានការភ័យខ្លាចណាស់ព្រោះមើលទៅយើងរស់នៅប្រហែលជាមិនទាន់បានសុខទេរៀងរាល់យប់ត្រីទាំង4000នោះ